ប្រហែល50ឆ្នាំទៅមុខទៀតចិនអាចយកឈ្នះអាមេរិកបានទេផាកសុកចិនខ្ញុំរស់នៅអាមេរិកខ្ញុំអត់ខ្លាចខ្ញុំអត់ព្រួយបារម្ភខ្ញុំនៅអាមេរិកចៅឯងអត់នៅទេតែខ្ញុំរស់នៅអាមេរិកខ្ញុំអត់ព្រួយបារម្ភរឿងហ្នឹងទេបើសិនណាជា50ឆ្នាំទៀតចិនវាកេងកាងវាយឲ្យចុយម៉ាយទាំងអស់គ្នាមានតែប៉ុណ្្នឹងស្បែកសអត់អាចមករស់ក្រោមបាតជើងស្បែកលឿងទេលក្ខខណ្ឌគឺពិភពលោកត្រូវលាយខ្ញុំអត់មានតាំងពីខ្ញុំរស់នៅអាមេរិកខ្ញុំមិនដែលឃើញស្បែកសណាវាសុខចិត្តរស់នៅក្រោមស្បែកលឿងទេវាជាអ្នកកសាងទ្រព្យសម្បត្តិឲ្យចិនបើវារស់នៅក្រោមបាតជើងចិនដូចទៅមិនរួចខ្ញុំជឿថាឲ្យតែមានបញ្ហាហ្នឹងវាវាយគ្នារលាយផែនដីអញ្ចឹងខ្ញុំអត់សូវព្រួយទេកូនណាផាកសុចិនហើយបើខ្ញុំជាចៅវិញខ្ញុំគិតរឿងខ្លួនឯងជាជាងគិតរឿងហ្នឹងខ្ញុំរស់នៅអាមេរិកហើយតែប្រទេសណាហ៊ានមកគៀបអាមេរិកខ្លាំងច្បាស់ជារលាយលោកព្រោះប្រជាជនអាមេរិកមិនរស់នៅក្រោមបាតជើងនរណាទេមិនមែនដូចចៅទេណាខុសគ្នាណាអាមេរិកសខ្មៅទៅហើយអត់រស់នៅក្រោមបាតជើងអ្នកណាទេបើចាញ់ប្រៀបគេវាយហើយអូខេលើកលែងតែមានអ្នកណាមួយមករំលាយអាមេរិកបានទេបងនេះប្រាប់ឲ្យត្រង់ដូច្នេះហើយជនជាតិអាមេរិកគឺរស់នៅអញ្ចឹង independence freedom ដូច្នេះកុំមកនិយាយរឿង50ឆ្នាំ100ឆ្នាំ300ឆ្នាំដល់រាបណាមានប្រទេសស្បែកលឿងណាមួយមកស៊ីលើស្បែកសគឺឲ្យលាយលោកឆ្លើយអានេះឆ្លើយត្រង់ឲ្យចៅឯងស្ដាប់ណាកូនណាអូខេណាអូខេឆ្លើយត្រង់ឲ្យចៅឯងស្ដាប់ថាអត់មានអាលឿងណាមកជន់ក្បាលអសទេប៉ះមើលលាយលោកលើលក្ខខណ្ឌគឺលោកត្រូវតែរលាយអូខេកុំមកមានតែពីរណាបើចង់ត្រួតត្រាលើក្បាលអាមេរិកគឺធ្វើឲ្យអាមេរិកបាត់ពីផែនដីដល់រាបណាអាមេរិកនៅលើផែនដីនេះអាមេរិកមិនឲ្យពួកអាស៊ីមកជន់ក្បាលទេណាក៏ដោយណាអានឹងអញ្ចឹងណាកូនណាអញ្ចឹងគេអត់មានមកវាស់50ឆ្នាំ100ឆ្នាំអីមិនបាច់ទេប៉ុន្តែចៅឯងចង់វាស់ទៅនៅខ្ញុំជាពលរដ្ឋអាមេរិកគឺឃើញអញ្ចឹងណាឃើញអញ្ចឹងណា